ស្វាគមន៍មកកាន់ Channel ព័ត៌មានអន្តរជាតិបាទព័ត៌មាននេះផងដែរគឺដកស្រង់ចេញពីសារព័ត៌មាន Reuters បាទ G7 និងសហរដ្ឋអាមេរិកអំពាវនាវឲ្យឥណ្ឌានិងប៉ាគីស្ថានចាប់ផ្ដើមការចរចាឲ្យមានសន្តិភាពបាទហ្នឹងហើយនៅថ្ងៃទី10ខែឧសភាឆ្នាំ2025នេះសហរដ្ឋអាមេរិកនិងសមាជិក G7 បាទគេហៅកាត់ថា G7 បានអំពាវនាវឲ្យប្រទេសឥណ្ឌានិងប៉ាគីស្ថានចាប់ផ្ដើមការចរចាដោយផ្ទាល់ដើម្បីបញ្ចប់វិវាទយោធាដែលកំពុងកើនឡើងជាលំដាប់ការប្រយុទ្ធនេះបានកើតឡើងបន្ទាប់ពីការវាយប្រហារដោយមីស៊ីលនិងអាកាសយានដ្ឋានរបស់ឥណ្ឌានៅលើមូលដ្ឋានយោធារបស់ប៉ាគីស្ថានជាការឆ្លើយតបនឹងការវាយប្រហារដោយក្រុមភេរវកម្មនៅក្នុងតំបន់កាស្មៀរដែលបានសម្លាប់មនុស្ស26នាក់រដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានធ្វើការទំនាក់ទំនងជាប្រចាំជាមួយមេបញ្ជាការនៃកងទ័ពប៉ាគីស្ថានគឺលោក General Asim Munir និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរដើម្បីជំរុញឲ្យមានការចរចាដោយផ្ទាល់និងកាត់បន្ថយភាពតានតឹងសមាជិក G7 បាទអញ្ចឹងហៅកាត់ថា G7 គឺរួមមានប្រទេសកាណាដាបារាំងអាល្លឺម៉ង់អ៊ីតាលីជប៉ុនសហរដ្ឋអាមេរិកចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍អំពីវិនិយោគឲ្យប្រទេសឥណ្ឌានិងប៉ាគីស្ថានបង្ហាញការអត់ធ្មត់បាទនឹងចូលរួមក្នុងការចរចាដោយផ្ទាល់ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពជាជាងដោយការប្រើអំពើហិង្សាជាមួយនឹងការធ្វើសង្គ្រាមផងដែរបាទព័ត៌មានមួយនេះគឺបញ្ចប់ត្រឹមតែប៉ុណ្ណេះបងប្អូនបាទបើគិតថាល្អអាចជួយ Subscribe Channel ខ្ញុំម្នាក់មួយផងយើងនឹងចូលបន្តទៅព័ត៌មានទី2បន្តទៀតបន្តិចទៀតនេះអរគុណស្វាគមន៍មកកាន់ Channel ព័ត៌មានអន្តរជាតិបាទនេះគឺជាព័ត៌មានទី2ផងដែរបន្តពីព័ត៌មានទី1ដែលយើងដកស្រង់ចេញពីសារព័ត៌មាន Reuters ផងដែរបាទព័ត៌មានផងនេះគឺនៅថ្ងៃតែមួយគឺនៅថ្ងៃទី10ខែឧសភាឆ្នាំ2025បាទប្រទេសប៉ាគីស្ថានបានប្រកាសថាមីស៊ីលពីឥណ្ឌាបានវាយប្រហារលើគោលដៅយោធាចំនួន3រួមមានមូលដ្ឋានអាកាស Rafichu Morit និង Sakuha ដែលស្ថិតនៅជិតទីក្រុងឡាហ័រការវាយប្រហារនេះបានបង្កឲ្យមានការព្រួយបារម្ភអំពីការឡើងកម្រិតនៃវិវាទយោធារវាងប្រទេសទាំងពីរបន្ទាប់ពីការវាយប្រហារនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសថាប្រទេសឥណ្ឌានិងប៉ាគីស្ថានបានព្រមព្រៀងលើការបត់ឈប់បាញ់ភ្លាមបាទដោយការបនេះចាប់ផ្ដើមនៅម៉ោង5ល្ងាចបាទម៉ោងនៅប្រទេសឥណ្ឌាផងដែរបងប្អូនណាបាទការបត់ឈប់បាញ់នេះគឺបានកើតឡើងបន្ទាប់ពីការចរចាដែលមានការចូលរួមពីសហរដ្ឋអាមេរិកបាទជារួមហេតុផលដែលចាប់ផ្ដើមឲ្យមានសង្គ្រាមរវាងប៉ាគីស្ថាននិងឥណ្ឌាគឺដោយសារតែបាទមានការវាយប្រហារដោយក្រុមភេរវកម្មលើភ្ញៀវទេសចរហិណ្ឌូនៅតំបន់កាស្មៀរបាទដែលបណ្ដាលឲ្យមានអ្នកស្លាប់26នាក់បាទដូច្នេះហើយបានជាឥណ្ឌាឆ្លើយតបដោយការវាយប្រហារយោធាលើគោលដៅដែលបានវាយប្រហារបាទភ្ញៀវទេសចរនោះនៅលើមូលដ្ឋាននោះតែម្ដងបាទដែលចោទប្រកាន់នៅក្នុងប្រទេសប៉ាគីស្ថាននឹងផងដែរដែលចោទថាតំបន់កាស្មៀរហ្នឹងគឺជាតំបន់ភេរវកម្មបាទប៉ុន្តែប្រទេសប៉ាគីស្ថានបានបដិសេធក្នុងការចូលរួមការវាយប្រហារនេះផងដែរបាទហ្នឹងហើយព្រោះប៉ាគីស្ថានក៏មិនបានដឹងរឿងនេះដែរបាទអញ្ចឹងក្នុងអំឡុងពេលនៃវិវាទនេះក៏មានអ្នកស្លាប់រហូតទៅដល់66នាក់ផងដែរបាទអញ្ចឹងការបត់ឈប់បាញ់ភ្លាមនេះគឺបាទត្រូវបានស្វាគមន៍នៅសហគមន៍អន្តរជាតិបាទគេសាទរដែរអញ្ចឹងសង្ឃឹមថាវានឹងមានការចរចាសន្តិភាពបន្ថែមទៀតបាទទៅលើសង្គ្រាមនេះផងដែរបាទអរគុណសម្រាប់ការទស្សនាបើសិនជាបងប្អូនចង់តាមដានព័ត៌មានអាចចុច Subscribe Channel នេះផងដែរអរគុណ